ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកាត់ឆ្នាំចសម្រាប់លោកអ្នកដែលកាត់ឆ្នាំចនៅក្នុងខែកុម្ភៈនេះចាលោកអ្នកត្រូវប្រយ័ត្នរឿងការចាយវេនបន្តិចណាចាត្រូវសំចៃត្រូវព្យាយាមគេហៅថាត្បិតត្បៀតបន្តិចបើមិនចឹងទេអាចនឹងជួបបញ្ហាពាក់ព័ន្ធជាមួយនឹងការខ្វះខាតការរាំងស្ទះចាអញ្ចឹងគួរប្រយ័ត្នការចាយវេនរបស់យើងណាចាសម្រាប់រឿងលុយកាក់វិញនៅក្នុងខែនេះគឺថាមានអារម្មណ៍ហត់នឿយមានអារម្មណ៍ថាយើងអាចមានអារម្មណ៍គិតច្រើនពាក់ព័ន្ធនឹងរឿងលុយកាក់នឹងផ្ទាល់តែម្ដងអញ្ចឹងគួរប្រយ័ត្នការចាយវាជាចម្បងតែម្ដងណាចាសុខភាពរបស់អ្នកក៏មិនសូវជាល្អប្រសើរយើងអាចអាសានឿយហត់អស់កម្លាំងមិនសូវមានកម្លាំងកំហែងណាចាហើយសម្រាប់រឿងការងារលោកអ្នកដែលមានការងារជាប្រចាំលោកអ្នកត្រូវប្រយ័ត្នជាមួយនឹងការងារចាស់ដែលយើងធ្វើទៅហើយនឹងអាចថាមិនបានប្រយ័ត្នវាអាចមានបញ្ហាត្រូវសើឬត្រឡប់មកវិញធ្វើការងារដដែលចាក៏ទទួលបានការស្ដីបន្ទោសអីចឹងទៅចាហើយសម្រាប់ការរកស៊ីនៅក្នុងឱកាសនេះការរកស៊ីរបស់លោកអ្នកចាឃើញថាយើងអាចមានបញ្ហាខ្លះពិតមែនចាប៉ុន្តែបើសិនជាអ្នកអំណត់នៅតែប្រឹងធ្វើប្រឹងរកនឹងអាចមានឱកាសបានលទ្ធផលល្អត្រឡប់មកវិញចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងឬស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូសម្រាប់អ្នកខែឆ្នាំចជីវិតគូរបស់អ្នកនៅក្នុងខែនេះត្រូវប្រយ័ត្នតិចព្រោះអាចមានចំនួនគឺដោយសាររឿងលុយកាក់នឹងផ្ទាល់តែម្ដងណាចាហើយលោកអ្នកដែលនៅត្នេនៅក្នុងខែនេះផ្ទាល់ឃើញថាមានអ្នកព្យាយាមចូលមកលោកអ្នកអាចមានឱកាសជួបមនុស្សដែលវាថាពេញចិត្តសម្រាប់យើងអញ្ចឹងណាចាហើយចុងក្រោយរឿងដែលគួរប្រយ័ត្នបំផុតគឺប្រយ័ត្នរឿងការធ្វើដំណើរការបើកបរណាអាចមិនសូវជាល្អទេនៅក្នុងឱកាសនេះចាហើយចុងក្រោយការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការប្រឡែងស័ក្តិទៅដើម្បីលើករាសីរបស់យើងពណ៌លើករាសីសម្រាប់លោកអ្នកគឺមានពណ៌ឈាមជ្រូកនិងពណ៌ទឹកប្រាក់ណាលេខសំណាងរបស់លោកអ្នកគឺមានលេខ28